ក្រសួងរៀបចំដែនដីចាប់ផ្ដើមចែកបានកម្មសិទ្ធិជូនអតិថិជនបុរីលេងនវត្រាដំណាក់កាលទី3ចំនួន2463បានក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានបើកពិធីប្រគល់បានកម្មសិទ្ធិដល់អតិថិជនបុរីលេងនវត្រាគម្រោងផ្លូវជាតិលេខ 6A និងជ្រេ100ដំណាក់កាលទី3ចំនួន2463បាននៅព្រឹកថ្ងៃទី27ខែវិច្ឆិកានៅទីស្តីការក្រសួងក្រមអធិបតីភាពអយុធមសាយសំអាលឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ឯកឧត្តមសាយសំអាតបានអំពាវនាវសូមអភ័យទោសចំពោះបញ្ហាដែលកើតឡើងកន្លងមកនិងបញ្ជាក់ថាក្រសួងកំពុងខិតខំដោះស្រាយឲ្យបានរហ័សនិងទូលំទូលាយដើម្បីធានាថាអតិថិជនទាំងអស់ទទួលបានសិទ្ធិកម្មសិទ្ធិពេញលេញលើផ្ទះនិងដីឡូឯកឧត្តមបានលើកឡើងថាក្រសួងតែងតែចង់ឃើញប្រជាពលរដ្ឋមានដំបូលជ្រកមានជីវភាពសុខសាន្តនិងមានចំណូលសមរម្យឯកឧត្តមបានផ្ដល់នូវអនុសាសន៍ឲ្យអតិថិជនរស់នៅជាសហគមន៍ល្អដោយគិតគូរអំពីផ្លូវទឹកភ្លើងបរិស្ថានសុវត្ថិភាពនិងការដាំដើមឈើនៅក្នុងទីកន្លែងរស់នៅក្រសួងនឹងបន្តសហការជាមួយក្រុមហ៊ុនបូរីនិងធនាគារដើម្បីធានាលំហូរសាច់ប្រាក់និងជួយឲ្យប្រជាពលរដ្ឋទទួលបានអត្រាការប្រាក់ទាបសម្រាប់ការបង់ថ្លៃផ្ទះនិងដីឡូការចែកបានកម្មសិទ្ធិនិងនីតិវិធីចុះបញ្ជីផ្ទះត្រូវអនុវត្តរយៈពេល3ថ្ងៃពីថ្ងៃទី27ដល់ថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025នៅក្រសួងរៀបចំដែនដីសម្រាប់អតិថិជនក្នុងតំបន់ជ្រេ100និងអន្លង់ស្រែងស្រុកមុខកំពូលខេត្តកណ្ដាលក្នុងដំណាក់កាលទី3នេះអតិថិជនដែលបានបង់ប្រាក់គ្រប់ 100% អាចដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិក្នុងក្របខ័ណ្ឌច្បាប់ដោយភ្ជាប់កិច្ចសន្យាលក់ទិញច្បាប់ដើមវិក័យប័ត្របង់ប្រាក់ឬឯកសារបភស្តុតាងបង់ប្រាក់និងឯកសារពាក់ព័ន្ធផ្សេងៗតាមតម្រូវការ